ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនាស្ពានបុរាណដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងចាមួយទៀតហើយចាដែលស្ពាននេះគឺស្ថិតនៅជ្រុងពាយ័ព្យនៃបារាយណ៍ទឹកថ្លាចាដែលមានទីតាំងស្ថិតនៅភូមិគោកថ្មីឃុំដូនកែវស្រុកពួកខេត្តសៀមរាបចាដែលស្ពាននេះគឺមានឈ្មោះថាស្ពានមេម៉ាយចាស្ពានមេម៉ាយនេះដែរគឺមិនសូវទទួលបាននៅការចាប់អារម្មណ៍ពីភ្ញៀវជាតិនិងអន្តរជាតិអញ្ជើញមកទស្សនាទេចាស្ពានមេម៉ាយនេះគឺសាងសង់ឡើងអំពីថ្មបាយក្រៀមចាសុទ្ធសាធតែម្ដងហើយបច្ចុប្បន្នគឺស្ពានមានសភាពទ្រុឌទ្រោមខ្លះដែរនិងលែងមានការប្រើប្រាស់ហើយបច្ចុប្បន្ននេះស្ពាននេះដែរគឺជាស្ពានមួយក្នុងចំណោមស្ពានជាច្រើនដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងហើយស្ពាននេះបើយោងទៅតាមផ្ទាំងព័ត៌មាននៅចិត្តស្ពានបានបង្ហាញថាស្ពានថ្មបាយក្រៀមមួយនេះមានប្រវែង79ម៉ែត្រនិងទំហំ9ម៉ែត្រមានរន្ធត្រដេវចំនួន21ចាហើយស្ពានមេម៉ាយនេះដែរគឺកសាងឡើងនៅតាមបណ្ដោយស្លាកស្នាមផ្លូវបុរាណដែលឆ្ពោះទៅកាន់ប្រាសាទស្រុកកក់ធំចាដែលជាប្រាសាទបុរាណខ្មែរយើងមួយដែរប៉ុន្តែបច្ចុប្បន្នត្រូវបានស្ថិតនៅក្នុងទឹកដីនៃប្រទេសសៀមទៅហើយចាពិតជាគួរឲ្យសោកស្ដាយនៅប្រាសាទបុរាណខ្មែរយើងចាចំពោះស្ពានមេម៉ាយនេះគឺមិនមានចាឯកសារឬសិលាចារឹកណាបានបញ្ជាក់ពីឈ្មោះពិតប្រាកដឬប្រវត្តិសាវតានៃស្ពាននេះឲ្យបានច្បាស់លាស់នោះទេចំពោះឈ្មោះថាស្ពានមេម៉ាយនេះគឺអ្នកស្រុកគាត់ហៅតគ្នាមកទេចាស្ពាននេះពិតមែនតែត្រូវបានបោះបង់លែងប្រើប្រាស់ប៉ុន្តែនៅតែមានសម្រស់ស្រស់ស្អាតនិងរឹងមាំគ្រាន់បើដែរចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបានមកលេងនៅបារាយណ៍ទឹកថ្លាកុំភ្លេចហួសមកទស្សនានៅស្ពានបុរាណនេះផងចាដើម្បីឲ្យស្គាល់នៅស្នាដៃរបស់បុព្វបុរសខ្មែរយើងចានៅពេលដែលយើងបានមកដល់ទីតាំងនៃប្រាសាទបុរាណឬក៏ស្ពានបុរាណរបស់ដូនតាយើងគឺមានអារម្មណ៍រីករាយនិងកោតសរសើរនៅការឆ្លាតវៃរបស់ដូនតាយើងដែលកសាងនៅប្រាសាទនិងស្ពានជាច្រើនអាចមានអាយុកាលរាប់រយរាប់ពាន់ឆ្នាំបន្សល់ទុកដល់កូនចៅជំនាន់ក្រោយឲ្យបានស្គាល់និងឃើញនៅទឹកដៃដ៏អស្ចារ្យមួយនេះចាអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនកុំភ្លេចមកទស្សនាស្ពានមេម៉ាយនេះផងចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណពុកម៉ែបងប្អូនចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា